បាទខ្ញុំបាទសូមអនុញ្ញាតជំរាបជូននៅខ្លឹមសារនៃជំនួបរបស់សម្ដេចតេជោនៅថ្ងៃទី5ខែមីនាឆ្នាំ2026នេះដែលសម្ដេចបានអនុញ្ញាតឲ្យលោក Peter ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃគណៈបកជំរឿសថ្មីសម្រាប់អាឡម៉ង់បានជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាពជាខ្លឹមសារដោយសង្ខេបជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានសម្ដែងការស្វាគមន៍ចំពោះលោក Peter ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាសម្ដេចសង្ឃឹមថាក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជាលោកនឹងទទួលបាននូវក្តីរីករាយនិងសប្បាយនៅបានទស្សនានៅភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជាហើយក៏សង្ឃឹមថាលោកនឹងបានឃើញអំពីទស្សនវិជ្ជាពិតរបស់កម្ពុជាពិតផ្ទាល់នឹងភ្នែកអំពីស្ថានភាពជាក់ស្ដែងនៅក្នុងឱកាសនោះលោក Peter បានសម្ដែងនៅការអរគុណជាពន្លឹកចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យលោកបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះលោកបានលើកឡើងថាលោកធ្លាប់តែអាននៅប្រវត្តិសាស្ត្រនិងប្រវត្តិរបស់សម្ដេចតេជោឬក៏លើឈ្មោះសម្ដេចតេជោនៅតាមបណ្ដាញផ្សព្វផ្សាយនៅតំបន់អឺរ៉ុបដែលលោកជាពិសេសនៅក្នុងប្រទេសកំណើតរបស់លោកតែនៅថ្ងៃនេះលោកមានឱកាសបានជួបសម្ដេចតេជោដោយផ្ទាល់ដោយលោកពិតជាស្ងប់ស្ញែងចំពោះការពលិកម្មក៏ដូចជាបទពិសោធន៍របស់សម្ដេចតេជោក្នុងការដឹកនាំប្រទេសកម្ពុជានាពេលកន្លងមកហើយលោកក៏បានសរសើរចំពោះប្រទេសកម្ពុជាដែលមានការអភិវឌ្ឍជាពិសេសលោកបានបញ្ជាក់ថាកម្ពុជាគឺជាប្រទេសដ៏ស្រស់ស្អាតហើយលោកពិតជាស្រឡាញ់ចំពោះប្រទេសកម្ពុជាខ្លាំងណាស់នៅពេលដែលលោកបានមកដល់នៅទីនេះបន្ថែមពីលើនោះគឺសម្រាប់សម្ដេចតេជោក៏ដូចជាលោក Peter ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃគណៈបកជំរឿសថ្មីសម្រាប់អាឡម៉ង់ក៏បានពិភាក្សាអំពីទិសដៅខាងមុខដែលពិនិត្យមើលលទ្ធភាពក្នុងការពង្រីកនៃកិច្ចសហប្រតិការបន្ថែមទៀតជាពិសេសនៅក្នុងក្របខ័ណ្ឌនៃគណៈបកប្រជាជនកម្ពុជានិងក្របខ័ណ្ឌនៃគណៈបកជំរឿសថ្មីសម្រាប់អាឡម៉ង់របស់លោក Peter ផងដែរដើម្បីធ្វើការកិច្ចសហប្រតិការនៅក្នុងក្របខ័ណ្ឌគណៈបកនិងទិសដៅក្នុងការពង្រីកកិច្ចសហប្រតិការបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងកម្ពុជានិងអាឡម៉ង់ខ្ញុំសូមជម្រាបជូននៅខ្លឹមសារដោយខ្លីប៉ុណ្ណេះអំពីជំនួបរវាងសម្ដេចតេជោនិងលោក Peter នៅវិមានសាមគ្គីភាពបាទ